អស់រាប់សិបឆ្នាំកន្លងមកហើយកម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងណាស់លើប្រទេសវៀតណាមដើម្បីដឹកជញ្ជូននាំចេញភោគផលពាណិជ្ជកម្មរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកត្បិតភាពអំណោយផលនៃភូមិសាស្ត្រផ្នែកខាងក្រោមនៃប្រទេសនេះគឺមានទន្លេមេគង្គហូរឆ្លងកាត់ទៅកាន់សមុទ្រជិតខាងត្បូងក៏ដូចជាមហាសមុទ្រប៉ាស៊ីហ្វិកប៉ុន្តែភាពពឹងអាស្រ័យនេះក៏ប្រហែលនឹងប្រទះនៅសេចក្តីបញ្ចប់ត្រឹមតែរយៈពេលពី3ទៅ4ឆ្នាំខាងមុខនេះបទរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមដំណើរការកសាងគម្រោងប្រជិកហ្វូណនតេជោដែលនឹងភ្ជាប់ពីតំបន់ភាគកណ្ដាលនៃប្រទេសដែលជាមជ្ឈមណ្ឌលនៃការផលិតទៅភាគនិរដីនៃប្រទេសដែលជាច្រកនាំចេញក្នុងប្រវែងជាង180គីឡូម៉ែត្រប្រជិកហ្វូណនតេជោគឺជាមហាគម្រោងមួយពោពេញបរិបូរណ៍ដោយមោទនភាពជាតិត្បិតប្រជិកទំនើបគឺមិនដែលធ្លាប់បានកសាងសោះឡើយក្នុងប្រវត្តិសាស្ត្រព្រមទាំងជាគម្រោងដ៏សំខាន់ណាស់សម្រាប់រដ្ឋាភិបាលខ្មែរអាណត្តិទី7ដែលត្រូវជំនះសាងសង់ឲ្យខាងតែបានបទប្រជិកនេះប្រហែលនឹងក្លាយជាកេរដំណែលយ៉ាងធំសម្បើមមុនគេបំផុតហើយដែលរដ្ឋាភិបាលបន្តវេនដឹកនាំដោយស្នេហ៍ហ៊ុនម៉ាណែតសម្រេចបានក៏ប៉ុន្តែប្រជិកនេះគឺមានតម្លៃលើពីនិមិត្តរូបនៃសេចក្តីមោទនៈមិនខុសពីប្រជិកប៉ាណាម៉ាឡើយក្រោយពីប្រជិកនេះដាក់ដំណើរការបានជាស្ថាពរចរន្តពាណិជ្ជកម្មតំបន់នឹងផ្លាស់ប្ដូរទិសហើយកម្ពុជានឹងផ្លាស់ប្ដូរអនុភាពពាណិជ្ជកម្មក្នុងតំបន់ដែលធ្លាប់តែសូមអាស្រ័យដែនដីសណ្ដោទន្លេមេគង្គរបស់ប្រទេសវៀតណាមធ្វើជាដង្ហើមរបស់ខ្លួនទៅជាប្រទេសដែលមានម្ចាស់ការយ៉ាងណែនពេញដៃដើម្បីគ្រប់គ្រងរាល់ការនាំចេញទៅក្រៅប្រទេសតាមប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកជាប្រទេសដែលសម្បូរដោយធនធានធម្មជាតិដ៏កម្រប្លែកៗកម្ពុជាពិតជាមានទំនិញច្រើនណាស់ដែលត្រូវធ្វើការនាំចេញទៅកាន់ទីផ្សារអាស៊ីអឺរ៉ុបនិងអាមេរិកប៉ុន្តែប្រជិកហ្វូណនគឺទទួលបានការព្រមព្រៀងឧបត្ថម្ភយ៉ាងធំពីប្រទេសចិនតាមរយៈមហាគម្រោងខ្សែក្រវ៉ាត់និងផ្លូវដែលបានធ្វើឲ្យអាមេរិកនិងវៀតណាមដែលជាសម្ព័ន្ធមិត្តពិតជាមានក្តីបារម្ភយ៉ាងខ្លាំងណាស់ខ្លាចក្រែងតែមានរឿងស៊ីជម្រៅណាមួយនៅពីក្រោយកិច្ចព្រមព្រៀងនេះទោះបីជាមួយរយៈចុងក្រោយនេះគម្រោងនេះមានភាពស្ងប់ស្ងាត់ដែលបង្កជាក្តីមន្ទិលខ្លាចក្រែងតែមានភាពរាំងស្ទះណាមួយប៉ុន្តែក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋពីលោកប្រធានាធិបតីចិនលោកស៊ីជីនពីងកាលពីពាក់កណ្ដាលខែមេសាកន្លងទៅនេះគឺបានសរបញ្ជាក់យ៉ាងច្បាស់ថាប្រជាប្រវត្តិសាស្ត្ររបស់កម្ពុជាប្រកាសជានឹងផុសឡើងដោយមិនអាចនឹងមានអ្វីមករារាំងបានឡើយហ្វូណនតេជោទោះចង់ឬមិនចង់ឈ្មោះប្រជានេះគឺបានបង្កប់យ៉ាងសម្ងាត់នៅឥទ្ធិពលរបស់ចិនត្បិតពាក្យថាហ្វូណនគឺជាសូរសៀងជាភាសាចិននៃឈ្មោះរបស់ប្រទេសកម្ពុជាកាលពីសម័យនគរភ្នំដូច្នេះប្រកាសណាស់វាគឺជានិមិត្តរូបនៃឥទ្ធិពលប្រវត្តិសាស្ត្រព្រមទាំងការពង្រីកឥទ្ធិពលជាបន្តបន្ទាប់របស់ចិនមកលើនគរកម្ពុជាក្នុងតម្លៃប្រមាណ 1.7 ពាន់លានដុល្លារមហាគម្រោងប្រជិកនេះលាតសន្ធឹងក្នុងចម្ងាយប្រមាណ180គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមាត់សមុទ្រនៃខេត្តកែបដែលប្របគ្នានឹងឈូងសមុទ្រថៃជាមួយនឹងមហិច្ឆតាចង់ក្លាយជាប្រទេសផលិតកសិផលកម្ពុជាទាំង10របស់ពិភពលោកកម្ពុជាពិតជាត្រូវការណាស់នៅផ្លូវទឹកមួយខ្សែដែលអាចឆ្លងកាត់ទាំងរាជធានីដែលជាមជ្ឈមណ្ឌលនៃការផលិតព្រមទាំងឆ្លងកាត់ទឹកដីភូមិសាស្ត្រនានាដែលជាតំបន់មានអានុភាពផ្នែកកសិកម្មរួចផ្លូវទឹកនោះក៏អាចឆ្ពោះទៅដល់មាត់សមុទ្រផងដែរដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោកត្បិតកម្ពុជាពិតជាមិនអាចក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចល្អជាងនេះបានទេបើយើងនៅតែពឹងផ្អែកតែលើការដឹកជញ្ជូនតាមផ្លូវគោកព្រោះការចំណាយខ្ពស់រីឯប្រព័ន្ធផ្លូវដែកក៏មិនទាន់មានភាពទំនើបនៅឡើយដែរជាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គអស់រាប់ពាន់ឆ្នាំកន្លងមកហើយកម្ពុជាពិតជាពឹងផ្អែកយ៉ាងច្រើនណាស់លើទឹកទន្លេមេគង្គសម្រាប់ការរស់នៅព្រមទាំងការធ្វើពាណិជ្ជកម្មហើយច្រកដង្ហើមធំសម្រាប់ការនាំចេញរបស់កម្ពុជានោះគឺជាច្រកនៅម្ដុំដីសណ្ដោទន្លេមេគង្គត្រង់ភាគខាងត្បូងនៃប្រទេសវៀតណាមនោះឯងបរិបទនេះគឺមានន័យស្មើនឹងសញ្ញបៀពាណិជ្ជកម្មខ្មែរគឺស្ថិតក្រោមអំណាចនៃការគ្រប់គ្រងចាត់ចែងរបស់ប្រទេសវៀតណាមហើយបើកម្ពុជានៅតែសម្ងំបែបនេះហើយទោះជាយើងខំប្រឹងផលិតយ៉ាងណាក៏ដោយប្រសិនបើវៀតណាមខ្ទប់មិនឲ្យនាំចេញនោះគ្រប់យ៉ាងក៏គង់តែនឹងអាសាបង់ដដែលប្រជិកហ្វូណនតេជោមិនមែនត្រឹមតែជាកម្មវត្ថុនៃពាណិជ្ជកម្មតែម្យ៉ាងប៉ុណ្ណោះទេប៉ុន្តែកម្ពុជាដែលជាប្រទេសសម្បូរដោយធនធានរ៉ែធម្មជាតិដែលមានដូចជារ៉ែដែករ៉ែមាសទង់ដែងបុកស៊ីតម៉ង់ហ្គាណេសជាដើមប្រជិកនេះនឹងក្លាយជាដំណភ្ជាប់ដែលនាំឲ្យកម្ពុជាអាចនាំចេញវត្ថុធាតុដើមធម្មជាតិទាំងនោះទៅកាន់ទីផ្សារពិភពលោកដោយមិនចាំបាច់បង់ថ្លៃនាំចេញទៅកាន់ប្រទេសវៀតណាមឡើយប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺថា
តើខ្មែរពិតជាមានកម្លាំងពលកម្មគ្រប់គ្រាន់ដែរឬទេសម្រាប់រ៉ាប់រងលើជំនាញប្រភេទនេះគ្មានទេមិត្តគ្មានទេសត្រូវគ្រប់យ៉ាងគឺផលប្រយោជន៍ប្រទេសចិនដែលជាតួអង្គដ៏ធំមួយក្នុងវិស័យរុករករ៉ាយពិភពលោកបានសម្លឹងឃើញពីគុណប្រយោជន៍មួយនេះហើយបានផ្ដល់ជំនួយគាំទ្រកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសដល់គម្រោងប្រជិកមួយនេះប្រជិកនេះគឺជាសមិទ្ធផលនៃផ្នែកមួយរបស់មហាគម្រោងខ្សែក្រវ៉ាត់និងផ្លូវហើយដើរស្របតាមយុទ្ធសាស្ត្រខ្សែក្រវ៉ាត់គុជខ្យងឬ String of Pearl ដែលជាយុទ្ធសាស្ត្រនៃការបង្កើតនិងអភិវឌ្ឍបណ្ដាញកំពង់ផែក៏ដូចជាមូលដ្ឋានទ័ពដើម្បីពង្រីកឥទ្ធិពលនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយគម្រោងកំពង់ផែនៅប្រទេសមីយ៉ាន់ម៉ាស្រីលង្កាប៉ាគីស្ថានអារ៉ាប់រួមកេនយ៉ានិងប្រទេសឌីជីបូទីគឺសុទ្ធតែជាផ្នែកមួយនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់គុជខ្យងនេះឯប្រជិករបស់កម្ពុជានេះក៏ជាផ្នែកមួយទៀតនៃល្បែងផ្គុំរូបនៃឥទ្ធិពលរបស់ប្រទេសចិនទាំងលើផ្នែកសេដ្ឋកិច្ចនិងយោធាពិភពលោករឿងនេះបានធ្វើឲ្យមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកតែងតែឃ្លាំមើលសកម្មភាពរបស់កម្ពុជានិងចិនកាន់តែខ្លាំងឡើងត្បិតច្រកចេញនៃប្រជិកនេះគឺស្ថិតនៅក្បែរគ្នានឹងកំពង់ផែនិងមូលដ្ឋានកងទ័ពជើងទឹករៀមដែលទើបនឹងធ្វើការកែលម្អឡើងវិញក៏ស្ថិតក្រោមការឧបត្ថម្ភពីភាគីចិនទៅទៀតដូច្នេះអាមេរិកប្រកាសជាបារម្ភក្រែងតែមានរឿងលាក់កំបាំងនៅពីក្រោយគម្រោងមួយនេះទើបកម្ពុជាដែលជាកូនប្រទេសអព្យាក្រឹតមួយសោះតែងតែត្រូវអាមេរិកលូកដៃចូលក្នុងគម្រោងមួយនេះបង្កជាឧបសគ្គជានិច្ចដំរីចូលគ្នាងាប់តែស្រមៃសង្អាលបែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចសម្រាប់រដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាគឺមិនដែលប្រាថ្នាលេងក្នុងលបែងនេះសោះឡើយត្បិតកម្ពុជាគឺឆ្អែតឆ្អន់អស់ហើយនៅសេចក្តីមហន្តរាយប្រទេសមួយទាំងមូលនៅចន្លោះទសវត្សរ៍ទី70ដោយការប្រជែងគ្នារវាងមហាអំណាចនេះឯងកម្ពុជានៅពេលនេះគឺចង់បានតែម្យ៉ាងប៉ុណ្ណោះនៅភាពរីកចម្រើនសុភមង្គលនិងសន្តិភាពហើយមហាអំណាចចិនដែលជាសម្ព័ន្ធមិត្តដៃថែបនិងប្រពៃណីរាប់សិបឆ្នាំកន្លងមកនេះតែងតែផ្ដល់វាមកកាន់កម្ពុជាជានិច្ចក្រៅតែពីគម្រោងប្រជិកហ្វូណនតេជោនេះចិនតែងតែជួយគាំទ្រកម្ពុជាលើការស្ថាបនានានាដូចជាផ្លូវថ្នល់រោងចក្រឧស្សាហកម្មព្រមទាំងអាកាសយានដ្ឋានដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិដែលចូលក្រុងតាខ្មៅផងដែរចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនបានចាប់ផ្ដើមនៅឆ្នាំ2022កន្លងមករនាំងពន្ធគយបានធ្លាក់ចុះហើយប្រជាជនកម្ពុជារាប់លាននាក់ក៏អាចទទួលបានការងារយ៉ាងធំធេងពីក្រុមហ៊ុនចិនដែលមកវិនិយោគនៅកម្ពុជាហើយជារឿងដែលមិនអាចប្រកែកបានចិនពិតជាអ្នកដែលបានជំរុញកំណើន GDP កម្ពុជារហូតស្ទុះឡើងវ៉ាប្រទេសឡាវនិងមីយ៉ាន់ម៉ានៅពេលបច្ចុប្បន្ននេះឥទ្ធិពលចិនបានស្ទុះឡើងខ្លាំងក្នុងតំបន់ឥណ្ឌូចិនគឺវាមិនបានធ្វើឲ្យវៀតណាមដែលតែងតែចាត់ទុកខ្លួនថាជាបងធំក្នុងតំបន់សប្បាយចិត្តនោះទេក្រៅតែពីប្រឈមនឹងការបាត់បង់ផ្លូវពាណិជ្ជកម្មពីកម្ពុជាវៀតណាមបារម្ភណាស់ក្រែងឡាវនឹងផ្លាស់ប្ដូរចរន្តពាណិជ្ជកម្មរបស់ខ្លួនដែរត្បិតឡាវក៏មិនខុសពីកម្ពុជាទេដែលតែងតែពឹងផ្អែកវៀតណាមធ្វើជាច្រកសេដ្ឋកិច្ចរបស់ខ្លួនតែពេលនេះយ៉ាងហោចណាស់ឡាវនឹងមានជំរឿនលើសពីមួយក្នុងការធ្វើពាណិជ្ជកម្មនាំចេញនិងនាំចូលហើយអំណាចរដ្ឋបាលទីក្រុងហាណូយក៏លែងសូវមានទម្ងន់ទៀតដែរមកលើរដ្ឋអំណាចទីក្រុងវៀងច័ន្ទនិងរដ្ឋអំណាចទីក្រុងភ្នំពេញដើម្បីជាលេសនៃរនាំងឧបសគ្គដល់ការស្ថាបនាប្រជិកវៀតណាមតែងតែអះអាងនៅក្តីបារម្ភថាប្រជិកនេះនឹងអាចកាត់បន្ថយកម្រិតទឹកទន្លេមេគង្គក្នុងរដូវប្រាំងដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកនិងផលិតកម្មស្រូវដែលស្មើនឹង 90% អនុនៃការនាំចេញស្បៀងអាហាររបស់ខ្លួនជាមួយនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងប្រទេសកម្ពុជាឡាវនិងភាពតឹងតែងនៅតំបន់សមុទ្រខាងត្បូងវៀតណាមតែងតែគិតថាខ្លួនគឺកំពុងនៅក្នុងគ្រោះថ្នាក់នៃការឡោមព័ទ្ធពីប្រទេសចិនជានិច្ចនោះហើយដែលជាមូលហេតុដែលវាបង្កជាភាពក្តៅក្រហាយដល់សហរដ្ឋអាមេរិកដែលជាអតីតសត្រូវនឹងគ្នាកាលពីជំនាន់សង្គ្រាមវៀតណាមមកក្លាយជាសម្ព័ន្ធភាពចាក់ទឹកបន្លិចក្នុងពេលបច្ចុប្បន្ននេះ